បាទគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះផងដែរប្រូមាននឹងធ្វើការបង្ហាញពីការបណ្ដុះកូនពូជនៅជប៉ុនបាទសម្រាប់កន្លែងផ្សេងខ្ញុំមិនដឹងថាគេបណ្ដុះមិនទេតែសម្រាប់កន្លែងខ្ញុំគេធ្វើចឹងឯងបាទជាដំបូងនោះយើងត្រូវមានកញ្ច្រែងសម្រាប់ដាក់កូនពូជមួយមកបាទកញ្ច្រែងពងស្រាយបាទច្រែងហ្នឹងមុននឹងគេយកមកបណ្ដុះគេជាលក់ទឹកថ្នាំហើយបាទយើងឃើញវាសើមហ្នឹងហើយបន្តមកយើងមានកដាស់សម្រាប់ដាក់កូនពូជហើយយើងប្រើកញ្ចប់សងខាងយើងគៀបវាជាប់ទៅសងខាងហ្នឹងទៅជាប់ច្រែងហ្នឹងបាទហើយបន្តមកទៀតយើងធ្វើការរីដីវាបាទរីដីវាកជាសងខាងហ្នឹងសិនហើយចាំយើងដាក់ដីទៅលើយើងរីធ្វើម៉េចឲ្យវាស្មើអញ្ចឹងណាស្នុកយើងយកទៅចោះរុននោះវារៀងស្រួលធ្វើការកាយដីចូលបាទកាយយើងបង្ហាប់វាមកស្មើដៃចឹងមកហើយយើងវាយវាបាទវាយយកមកហាប់ហ្មងបាទកាន់តែហាប់កាន់តែល្អបាទស្រួលដាំហើយកូនលូតលាស់បានល្អទេបាទយើងវាយវាចឹងបាទវាយទៅវិញទៅមកចឹងបាទនៅកន្លែងណាដីស្ទើរយើងថែមដីហើយយើងវាយបានមកបន្ទោះរៀងមើលដល់រៀងហាប់ដែរយើងដកកញ្ចាប់ចេញវិញបាទហើយយើងវាយថែមទៅលើម្ដងទៀតបាទវាយបញ្ចប់ចុងក្រោយបាទវាយទៅវាយមកចឹងរហូតដល់តែវាហាប់មែនតើណាបាទទៅពេលហាប់មែនតើយើងធ្វើការកោសដីលើនឹងចាញ់អស់ឲ្យស្មើឲ្យស្អាតមកបាទតបពីស្អាតហើយយើងនឹងធ្វើការយកវាទៅរៀបលើប្រេតបាទឥឡូវយើងធ្វើការរៀបវាហើយបាទយើងរៀបចំបាញ់ទឹកម្ដងបាទជាមួយខ្ញុំបាញ់ឲ្យមើលបាទឥឡូវបើកទឹកបាញ់ហើយបាទយើងធ្វើការបាញ់ធ្វើអាទីហោឲ្យមើលតែមួយបាទតាមការពិតគេត្រូវបាញ់ទាំងអស់បាទតែបាញ់តែមួយធ្វើឲ្យមើលមួយហ្នឹងបាទហើយបន្ទាប់ពីបាញ់ទឹកហើយយើងយកពុំសម្រាប់ចោះរុនវាមកបាទយើងចោះរុនវាសម្រាប់ដាក់ក្របពូជបាទយើងស្រែលើស្រែក្រោមធ្វើម៉េចឲ្យវាត្រូវរុនហ្នឹងទៅបាទជាគាត់រៀងខ្លាំងដែរណាដាក់យកមកជ្រៅបាទយើងឃើញថាវាស្អាតហើយយើងធ្វើការយកវាមកដាក់ក្របពូចម្ដងបាទក្របពូជនេះឃើញមានប្រហោងណាយើងរែងវាទៅដើម្បីឲ្យកូនពូជក្របពូជវាធ្លាក់ចូលប្រហោងហ្នឹងហើយបានយើងយកទៅដាក់ជាមួយកញ្ច្រែងដែលយើងបានចោះរុនមិញហ្នឹងហើយយើងមានកលឹះគេចុចអានេះយើងដាក់ចូលដល់ប្រហោងហ្នឹងទៅហើយស្រែដល់ប្រហោងក្រោមឲ្យត្រូវមកតង់ទៅដែរយើងចុចកលឹះទៅគ្រាប់ពូជវានឹងធ្លាក់ចូលប្រហោងដែលយើងចោះពីមុនហើយបាទបន្តមកទៀតយើងយកវាមកតម្រៀបក្នុងហោស៊ឺម្ដងបាទមុននឹងយើងតម្រៀបយើងធ្វើការពិនិត្យមើលសិនបាទថារុនណាវាអត់មានក្របពូជបាទយើងធ្វើការមើលវាឲ្យច្បាស់បានយើងរាយកបោបាទឃើញតែមើលចុះមើលឡើងឃើញអត់មានមកក្របបាទយើងធ្វើការដាក់វាចូលតែម្ដងបាទខ្ញុំធ្វើការពិនិត្យមើលឲ្យច្បាស់បាទធ្វើម៉េចឲ្យវាមានស្អាតទាំងអស់បាទតទៅយើងមើលឲ្យស្អាតហើយយើងធ្វើការរាយកបោវាពីលើមកតង់តែមកបាទយើងរីវាចឹងហើយយើងធ្វើការក្របពីលើមកតង់ទៀតជាការស្រេចបាទ